មេរៀនទី3សមុទ្រនិងមហាសមុទ្របង្រៀនដោយលោកគ្រូង៉ែតប៊ុនធឿនតើមហាសមុទ្រគឺជាអ្វីមហាសមុទ្រគឺជាបឹងទឹកប្រៃដែលមានតួនាទីយ៉ាងច្រើនក្នុងតម្រូវបរិស្ថានរបស់ផែនដីហើយក៏ជាសមាសធាតុផ្សំដ៏សំខាន់នៃមណ្ឌលទឹកផងដែរតើជីវិតកើតឡើងនៅក្នុងមហាសមុទ្រតាំងពីពេលណាមកជីវិតលើផែនដីកើតឡើងប្រហែល 3000 លានឆ្នាំមុនតើមហាសមុទ្រដំបូងកើតឡើងយ៉ាងដូចម្តេចប្រហែល 4000 លានឆ្នាំមុនផែនដីបានចុះត្រជាក់ហើយធ្វើឲ្យចំហាយទឹកក្លាយជាកំណកហើយធ្លាក់មកជាភ្លៀងទឹកភ្លៀងបានចាក់បំពេញផ្នែកទាបនិងកំហុងនៃផ្ទៃផែនដីហើយមហាសមុទ្រក៏បានកើតឡើងតើគេបែងចែកមហាសមុទ្រដោយផ្អែកលើអ្វីគេបែងចែកមហាសមុទ្រដោយផ្អែកលើរបាយនិងរាងរបស់ទ្វីបប្រជុំកោះនិងលក្ខខណ្ឌមួយចំនួនតើគេបែងចែកមហាសមុទ្រជាប៉ុន្មានអ្វីខ្លះគេបែងចែកមហាសមុទ្រជា4គឺមហាសមុទ្រអាកទិកមហាសមុទ្រឥណ្ឌាមហាសមុទ្រអាត្លង់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិកតើមហាសមុទ្រណាដែលតូចជាងគេហើយរាក់ជាងគេមហាសមុទ្រដែលតូចជាងគេហើយរាក់ជាងគេគឺមហាសមុទ្រអាកទិកតើមហាសមុទ្រណាដែលធំជាងគេមានផ្ទៃក្រឡាប៉ុន្មានមហាសមុទ្រដែលធំជាងគេគឺមហាសមុទ្រប៉ាស៊ីហ្វិកមានផ្ទៃក្រឡា 179.7 គុណនឹង10ស្វ័យគុណ6គីឡូម៉ែត្រការ៉េតើមហាសមុទ្រណាដែលជ្រៅជាងគេមានជម្រៅជាមធ្យមប៉ុន្មានមហាសមុទ្រដែលជ្រៅជាងគេគឺមហាសមុទ្រប៉ាស៊ីហ្វិកមានជម្រៅជាមធ្យម 4028 ម៉ែត្រតើចំណុចដែលជ្រៅជាងគេបំផុតនៅលើផែនដីឈ្មោះអ្វីស្ថិតនៅឯណាមានជម្រៅប៉ុន្មានចំណុចដែលជ្រៅជាងគេគឺជ្រលងម៉ារីយ៉ានស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមានជម្រៅ 19911 ម៉ែត្រតើមហាសមុទ្រនីមួយៗស្ថិតនៅឯណាមហាសមុទ្រអាកទិកស្ថិតអត្តគោលខាងជើងហើយព័ទ្ធជុំវិញស្ទើរតែទាំងស្រុងដោយទ្វីបអឺរ៉ាស៊ីអឺរ៉ុបនិងអាស៊ីមហាសមុទ្រឥណ្ឌាស្ថិតខាងជើងជាប់ជាមួយទ្វីបអាស៊ីខាងលិចជាប់ជាមួយទ្វីបអាហ្វិកខាងកើតជាប់អុកទ្វីបឥណ្ឌូចិននិងប្រជុំកោះស៊ុនដាហើយខាងត្បូងជាប់ជាមួយទ្វីបអង់តាក់ទិកនិងអូស្ត្រាលីតើទឹកសមុទ្រអាចផឹកបានដែរឬទេទឹកសមុទ្រផឹកមិនបានទេតើទឹកមហាសមុទ្រប្រែប្រួសអ្វីទឹកមហាសមុទ្រប្រែប្រួសជាតិអំបិលបន្ថែមចូលក្នុងសមុទ្រអស់រយៈពេលរាប់លានឆ្នាំចាប់តាំងពីកំណើតមហាសមុទ្រមកតើក្នុងទឹកសមុទ្រមានសារធាតុរ៉ែអ្វីខ្លះក្នុងទឹកសមុទ្រមានសារធាតុរ៉ែជាច្រើនដូចជាសូដ្យូមខឺម៉ាញ៉េស្យូមកាល់ស្យូមអាសូតនិងផូស្វ័រក្នុងទឹកសមុទ្រតើសារធាតុរ៉ែណាខ្លះដែលមានច្រើនជាងគេក្នុងទឹកសមុទ្រសារធាតុរ៉ែដែលមានច្រើនជាងគេគឺសូដ្យូមនិងខដែលមានរហូតដល់ 86% ប្រសិនបើអ្នកដាំរំងាស់ទឹកសមុទ្រ1គីឡូក្រាមតើអ្នកទទួលបានអំបិលប៉ុន្មានប្រសិនបើអ្នកដាំរំងាស់ទឹកសមុទ្រ1គីឡូក្រាមអ្នកទទួលបានអំបិលប្រហែល35ក្រាមតើអ្នកវិទ្យាសាស្ត្រហៅអំបិលក្នុងមហាសមុទ្រថាអ្វីអ្នកវិទ្យាសាស្ត្រហៅអំបិលក្នុងមហាសមុទ្រថាសូដ្យូមខឺរូតើទឹកសមុទ្រមានភាពប្រៃដូចគ្នាដែរឬទេទឹកសមុទ្រមានជាតិប្រៃមិនដូចគ្នាទេទឹកនៅតាមឆ្នេរក្នុងតំបន់ដែលមានអាកាសធាតុក្តៅហើយស្ងួតជាទូទៅមានកម្រិតជាតិប្រៃខ្ពស់ជាងទឹកដែលនៅតាមឆ្នេរក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់និងមានសំណើមច្រើនតំបន់ឆ្នេរដែលមានទឹកទន្លេធំហូរចូលមហាសមុទ្រមានកម្រិតជាតិប្រៃទាបកត្តាមួយផ្សេងទៀតដែលជាឥទ្ធិពលទៅលើជាតិប្រៃនៃមហាសមុទ្រគឺចលនាទឹកផ្ទៃលើនៅតំបន់មួយចំនួនរបស់មហាសមុទ្រដូចជាឆកឈូងនិងសមុទ្រជាដើមមានចរន្តខ្សោយជាងទឹកផ្ទៃលើនៅតំបន់ផ្សេងទៀតតើសីតុណ្ហភាពផ្ទៃមហាសមុទ្រប្រែប្រួលទៅតាមអ្វីសីតុណ្ហភាពតំបន់ផ្ទៃលើមហាសមុទ្រប្រែប្រួលទៅតាមរយៈទឹកនិងរដូវនៃឆ្នាំតើសីតុណ្ហភាពផ្ទៃលើមហាសមុទ្រប្រែប្រួលដូចម្តេចសីតុណ្ហភាពផ្ទៃទឹកខាងលើមានចាប់ពី1អង្សាសេនៅក្បែរប៉ូលរហូតដល់ប្រហែល24អង្សាសេនៅក្បែរអេក្វាទ័រតំបន់ទាំងឡាយនៃមហាសមុទ្រនៅតាមអេក្វាទ័រក្តៅជាងតំបន់ដទៃទៀតពីព្រោះតំបន់ទាំងនេះទទួលបានពីព្រះអាទិត្យច្រើនជាងតំបន់ទាំងឡាយដែលនៅជិតប៉ូលទោះបីជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលរដូវក្តៅនៅអត្តគោលខាងជើងទទួលកាំរស្មីព្រះអាទិត្យបានច្រើនជាងក្នុងរដូវត្រជាក់ដូច្នេះហើយតំបន់ផ្ទៃខាងលើស្រូបថាមពលកម្ដៅច្រើនក្នុងអំឡុងពេលរដូវក្តៅតើសីតុណ្ហភាពក្នុងទឹកមហាសមុទ្រប្រែប្រួលដូចម្តេចសីតុណ្ហភាពក្នុងទឹកមហាសមុទ្រកាន់តែថយចុះកាលណាជម្រៅទឹកកាន់តែកើនឡើងតើទឹកក្នុងមហាសមុទ្រចែកជាប៉ុន្មានតំបន់អ្វីខ្លះទឹកក្នុងមហាសមុទ្រចែកជា3តំបន់គឺតំបន់ផ្ទៃលើតំបន់សីតុណ្ហភាពធ្លាក់ចុះខ្លាំងនិងតំបន់ជ្រៅតើសីតុណ្ហភាពផែកលើមានសីតុណ្ហភាពដូចម្តេចមានជម្រៅប៉ុន្មានសីតុណ្ហភាពផ្ទៃលើមានសីតុណ្ហភាពក្តៅហើយមានជម្រៅដល់ទៅប្រហែល300ម៉ែត្រតើពន្លឺព្រះអាទិត្យអាចកម្ដៅផ្ទៃលើដល់ជម្រៅប៉ុន្មានពន្លឺព្រះអាទិត្យអាចកម្ដៅផ្ទៃទឹកដល់ជម្រៅប្រហែល100ម៉ែត្រ
តើតំបន់ដែលមានស៊ីតុណ្ហភាពធ្លាក់ចុះខ្លាំងមានជម្រៅប្រហែលប៉ុន្មានតំបន់ដែលមានស៊ីតុណ្ហភាពធ្លាក់ចុះខ្លាំងមានជម្រៅនៅចន្លោះប្រហែល300ទៅ700ម៉ែត្រតើតំបន់ស៊ីតុណ្ហភាពធ្លាក់ចុះខ្លាំងមានជម្រៅប៉ុន្មានស៊ីតុណ្ហភាពប៉ុន្មានតំបន់ស៊ីតុណ្ហភាពធ្លាក់ចុះខ្លាំងមានជម្រៅចាប់ពីតំបន់ធ្លាក់ចុះខ្លាំងរហូតដល់បាតស៊ីតុណ្ហភាពជាមធ្យម2អង្សាសេតើជីវិតក្នុងមហាសមុទ្រចែកចេញជាប៉ុន្មានក្រុមអ្វីខ្លះជីវិតក្នុងមហាសមុទ្រចែកចេញជា3ក្រុមគឺប្លង់តុង នេកតុង និងបង់តូតើគេចែកជីវិតក្នុងមហាសមុទ្រជា3ក្រុមដោយផ្អែកលើអ្វីគេចែកជីវិតក្នុងមហាសមុទ្រជា3ក្រុមដោយផ្អែកលើទីកន្លែងដែលវារស់នៅនិងរបៀបផ្លាស់ទីដូចម្តេចដែលហៅថាប្លង់តុងប្លង់តុងគឺជាសារពាង្គកាយដែលអណ្តែតនៅលើក្បែរផ្ទៃមហាសមុទ្រតើគេចែកប្លង់តុងជាប៉ុន្មានក្រុមគេចែកប្លង់តុងជា2ក្រុមគឺប្លង់តុងរុក្ខជាតិនិងប្លង់តុងសត្វដូចម្តេចដែលហៅថានេកតុងនេកតុងគឺជាសារពាង្គកាយដែលហែដោយសេរីនៅក្នុងមហាសមុទ្រដូចម្តេចដែលហៅថាបង់តូបង់តូគឺជាសារពាង្គកាយដែលរស់នៅលើនៅក្នុងបាតមហាសមុទ្រតើបរិស្ថានមហាសមុទ្រចែកជាប៉ុន្មានអ្វីខ្លះចូលរៀបរាប់បរិស្ថានមហាសមុទ្រចែកជាពីរសំខាន់គឺមជ្ឈដ្ឋានបង់តិចនិងមជ្ឈដ្ឋានពេឡាស៊ីកមជ្ឈដ្ឋានបង់តិច Benthic ជាមជ្ឈដ្ឋានបាតក្រោមនៃមហាសមុទ្រនិងសារពាង្គកាយទាំងអស់ដែលរស់នៅខាងក្នុងឬនៅនឹងបាតមហាសមុទ្រមជ្ឈដ្ឋានពេឡាស៊ីក Pelagic ជាមាត្រទាំងមូលរបស់ទឹកនៅក្នុងមហាសមុទ្ររួមទាំងសារពាង្គកាយសមុទ្រដែលរស់នៅពីលើបាតមហាសមុទ្រតើធនធានមហាសមុទ្រមានអ្វីខ្លះមហាសមុទ្រផ្ដល់ធនធានមិនចេះរងស្ងួតប្រសិនបើយើងទាញយកផលពីវាឲ្យបានសមស្របដូចជាអាហារវត្ថុធាតុដើមថាមពលនិងទឹកហើយមានធនធានដែលមិនទាន់រកឃើញជាច្រើនទៀតនៅក្នុងមហាសមុទ្រតើធនធានមហាសមុទ្រចែកជាប៉ុន្មានអ្វីខ្លះធនធានមហាសមុទ្រចែកជាពីរគឺធនធានមានជីវិតនិងធនធានគ្មានជីវិតតើធនធានមានជីវិតមានអ្វីខ្លះធនធានមានជីវិតរួមមានបង្គាខ្យងក្តាមត្រីនិងប្រភេទសារាយសមុទ្រជាច្រើនទៀតតើធនធានគ្មានជីវិតក្នុងមហាសមុទ្រមានអ្វីខ្លះធនធានគ្មានជីវិតក្នុងមហាសមុទ្រមានដូចជាទឹករ៉ែនិងថាមពលជាដើម